រដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមក្នុងព្រះរាជាណាចក្រកម្ពុជារដ្ឋបាលខេត្តព្រះវិហារបានរៀបចំពិធីផ្សព្វផ្សាយផែនការស្តីពីការបន្តនិរន្តរភាពយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមក្នុងព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពឯកឧត្តមអ៊ុំម៉ារ៉ារដ្ឋលេខាធិការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី22ខែមេសាឆ្នាំ2026នៅសាលប្រជុំសាលាខេត្តព្រះវិហារលើកឡើងក្នុងឱកាសនោះឯកឧត្តមគឹមរិទ្ធីបានឲ្យដឹងថាដោយមានការតម្រង់ទិសចង្អុលបង្ហាញពីឯកឧត្តមប្រធានការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងការងារទប់ស្កាត់បោសសម្អាតបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បានលទ្ធផលនិងចំណុចខ្លាំងជាច្រើនគួរឲ្យកត់សម្គាល់ឯកឧត្តមបានបន្តទៀតថានៅក្នុងភូមិសាស្ត្រខេត្តមានអគារកាស៊ីណូនៅជាប់ព្រំដែនចំនួន2ទីតាំងដែលមិនមានដំណើរការសកម្មភាពរួមមានទីតាំងទី1របស់ក្រុមហ៊ុនទ្រីភិបដែលមិនទាន់បានដំណើរការមានទីតាំងស្ថិតនៅតំបន់ច្រកទ្វារអន្តរជាតិអានសេះភូមិអានសេះឃុំចំខ្សានស្រុកចំខ្សានបច្ចុប្បន្នទីតាំងនេះត្រូវបានកងទ័ពថៃហុំព័ទ្ធយកដោយខុសច្បាប់ទីតាំងទី2របស់ក្រុមហ៊ុនស៊ីយឿនសុវណ្ណមានទីតាំងជាប់នឹងព្រំដែននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងភូមិកំពង់សាមីឃុំកំពង់ស្រឡៅ2ស្រុកឆែបដែលបានបិទមិនដំណើរការជាក់ស្ដែងលទ្ធផលនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារក្នុងឆ្នាំ2025និងត្រីមាសទី1ឆ្នាំ2026នេះសម្រេចបានលទ្ធផលសំខាន់ដូចជាកាលពីថ្ងៃទី19ខែកក្កដាឆ្នាំ2025គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារបានប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន1លើកនៅចំណុចក្រុមហ៊ុនស៊ីយឿនសុវណ្ណស្ថិតក្នុងភូមិកំពង់សាមីឃុំកំពង់ស្រឡៅ2ស្រុកឆាបខេត្តព្រះវិហារសម្រាប់បានលទ្ធផលល្អប្រសើរក្នុងនោះបានកាត់ផ្តាច់ខ្សែអ៊ីនធឺណិតនិងខ្សែភ្លើងទាំងស្រុងបុគ្គលិកបម្រើការងារក្នុងទីតាំងកាស៊ីណូចាក់ចេញអស់ពុំបន្សល់ទុកវត្ថុតាងកុំព្យូទ័រឬទូរស័ព្ទទេបានបិទសៀលគ្រប់អគារទាំងអស់និងបិទប្រតិបត្តិការ 100% រួមមានអគារប្រតិបត្តិការ5អគារស្មើនឹង115បន្ទប់អគារស្នាក់នៅ2អគារស្មើនឹង156បន្ទប់បន្ទប់ស្នាក់នៅកុងតេន័រ40បន្ទប់អាហារដ្ឋាន3អគារតូចៗនិងហាងលក់ទំនិញ1កន្លែងឯកឧត្តមបានបញ្ជាក់ថាបន្ទាប់ពីបានបង្ក្រាបទីតាំងសង្ស័យខាងលើនេះនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារពុំមានទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមអ៊ុំម៉ារ៉ាបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវបន្តជំរុញការផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាណែនាំអំពីល្បិចកលនិងវិធីការពារខ្លួនដល់សាធារណជនប្រជាពលរដ្ឋជាពិសេសយុវជនឲ្យបានទូលំទូលាយកម្លាំងនគរបាលជំនាញនិងអាជ្ញាធរមានសមត្ថកិច្ចត្រូវសហការគ្នាឲ្យបានល្អក្នុងការបែងចែកការទទួលខុសត្រូវដើម្បីគ្រប់គ្រងកំណត់និងត្រួតពិនិត្យទីតាំងសង្ស័យតាមសន្តាគារផ្ទះសំណាក់ឬទីតាំងផ្សេងៗទៀតក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនត្រូវពង្រឹងការត្រួតពិនិត្យការស្នាក់នៅការហូរចូលនិងធ្វើការងាររបស់ជនបរទេសឲ្យស្របតាមច្បាប់អន្តោប្រវេសន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តក្រុងស្រុកត្រូវប្រើប្រាស់វិធានការសរុបកម្លាំងសរុបក្នុងការទប់ស្កាត់ស្រាវជ្រាវបង្ក្រាបនិងមធ្យោបាយសរុបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបទល្មើសឆ្លងដែននិងបទល្មើសផ្សេងៗទៀតឲ្យមានប្រសិទ្ធ